nhóm á cứ chỉ mình nè đại bị bạn ở sang ở đóng phơi ấy khăng mền tè hay bờ sân chỉ ao nhóm an sập hơi á cứ hợp tập bị bạn tiền ní cái chỉ sập hơi muối để nhóm trôi chất trên cái bồn pot chất mùi nằm từ nhóm an về chọn the six most important decision you ever make a guide for teen hay sập hơi nó á cứ nhóm thơ content bị viết chởn khăng mền tè ca bị pi bởi năm món cứ tu content năng khăng vào hay viết chởn cứ nhóm đọ sóng trên bị sập hơi được không chắc à bồn muối chấm nói nó tao miên đây cái khăng thì muối nó cứ sả lá tiền trong sập hơi ní cứ này vậy ao nè đó ní trôi sả lá tại mà đòn sả lá viết chởn cứ cất tha ở bây giờ là bị đây tha hiện chópระยะไป4 ឆ្នាំជាងឬក៏រៀនទី12ចប់ក៏ប៉ុន្តែយើងមើលមកដូចជាវាអត់មានតម្លៃក៏ប៉ុន្តែសភៅនេះគឺនិយាយផ្សេងរាល់ចំណេះដឹងទាំងអស់ហ្នឹងគឺជាស្ពានមួយដែលយើងមើលអត់ឃើញទេតែវាទាញយើងណាទៅកន្លែងមួយដែលល្អជាងអ្វីដែលយើងនៅកន្លែងហ្នឹងទូចង់មិនចង់អ្នកនរគ្នាគិតថាឥឡូវនេះអ្នកនរគ្នាកំពុងតែមានលុយច្រើនក៏ប៉ុន្តែទៅសាលាគឺជួយអប់រំអ្នកនរគ្នាទាំងផ្លូវចិត្តទាំងផ្លូវកាយហើយជាពិសេសអ្នកដែលគាត់អត់មានធនធានណាចំណេះដឹងហ្នឹងហើយដែលជាសម្លេងសម្រាប់អ្នកនរគ្នាក្នុងការចូលទៅធ្វើការទី2ពួកម៉ាក់ហើយនេះគឺព្យាយាមឲ្យអ្នកនរគ្នារកពួកម៉ាក់ដែលត្រឹមត្រូវមនុស្សជំនាញខ្លួនអ្នកនរគ្នាគឺសបង្ហាញពីអ្នកថាអ្នកគឺជានរណាគេហើយទី3ចំណុចធំបំផុតតែម្ដងគឺរឿងឪពុកម្ដាយសភៅមួយនេះគឺចង់អប់រំឲ្យយើងហ្នឹងគិតពីជីវិតរបស់ឪពុកម្ដាយរបស់យើងវិញឲ្យយើងរៀងយល់ពីគាត់ទោះយ៉ាងណាក៏ដោយគាត់ធ្វើខុសបែបមិនក៏ដោយក៏យើងត្រូវចេះមើលឲ្យអត់ឲ្យពួកគាត់ដូចគ្នាជាពិសេសហ្មងគឺនៅពេលដែលយើងនៅក្មេងហើយគាត់ធ្វើអ្វីដែលខុសដាក់យើងអីចឹងសភៅមួយនេះគឺឲ្យយើងគិតឡើងវិញថាពួកគាត់គឺកំពុងតែរៀនធ្វើជាឪពុកម្ដាយយើងដូចគ្នាបើសិនជាអ្នកនរគ្នាគឺជាកូនច្បងឬក៏អ្នកនរគ្នាគឺជាកូនតូលអីចឹងហ្នឹងហើយអាកំហុសទាំងអស់ហ្នឹងគឺជាអ្វីដែលគាត់ព្យាយាមអស់ពីលទ្ធភាពដើម្បីធ្វើកុំឲ្យខុសហើយសញ្ញាទី4វិញណាគឺនិយាយអំពីសង្សារ dating ហើយជាមួយនឹង sex និយាយមកទៅចំណុចនេះគឺវារៀង western បន្តិចអាកន្លែងនេះនៅក្នុងសភៅហ្នឹងគឺនិយាយដោយឪពុកម្ដាយយើងនិយាយចឹងកុំឲ្យភ្លើតភ្លើនពេកបើសិនជាបកកើតកំហុសអីមួយនៅក្នុង relationship ហើយវានឹងទាញយើងទៅតាមនឹងដូចគ្នា for the rest of our life ហើយទី5ក៏ sensitive ខ្លាំងដែរនោះគឺនិយាយអំពីភាពញៀនឬក៏ addiction ចំណុចមួយនេះសភៅហ្នឹងគឺនិយាយទាំងអស់ផឹកប៊ីយ៉ាលេងហ្គេមជក់ប្រៃទៅនៅពេលដែលយើងឃើញមនុស្សជុំវិញខ្លួនយើងធ្វើអីមួយហើយយើងទៅធ្វើដែរជាភាសាអង់គ្លេសគេហៅថា peer pressure គឺគេចង់ឲ្យយើងយល់ហើយយើងត្រូវចេះ resisting ឬក៏បដិសេធហ្នឹងឯងទី6នោះគឺចេះឲ្យតម្លៃទៅខ្លួនឯងចុងក្រោយបំផុតហ្នឹងគឺគាត់ចង់ព្យាយាមឲ្យយើងហ្នឹងចេះមើលពីភាពវិជ្ជមានរបស់ខ្លួនឯងដូចគ្នាព្រោះថាមនុស្សភាគច្រើនគាត់ពិបាកចិត្តអីផ្សេងៗដោយសារតែគាត់មើលឃើញខ្លួនឯងហ្នឹងវាអន់ពេកហើយក៏មិនមែនឲ្យយើងហ្នឹងជឿជាក់លើខ្លួនឯងពេកដែរអញ្ចឹងយើងត្រូវចេះ develop a healthy independent sense of self esteem ឬក៏ភាពជឿជាក់លើខ្លួនឯងហ្នឹងដែលវាស្ថិតនៅក្នុងចិត្តរបស់យើងនៅក្នុងខ្លួនរបស់យើងហ្មងមិនមែនគ្រាន់តែសម្ញែងនៅខាងក្រៅឲ្យគេឃើញអញ្ចឹងទេ and that's it និយាយទៅគឺខ្លីៗមានតែប៉ុណ្្នឹងឯងខ្ញុំ recommend ឲ្យអ្នកនរគ្នារកសភៅនេះអានខ្លាំងមែនតើអ្នកនរគ្នាអាចមិនបាច់ទៅទិញសភៅនេះយកហ្មងក៏បានដែរអានេះខ្ញុំអត់ដឹងថាតម្លៃប៉ុន្មានទេក៏ប៉ុន្តែអ្នកនរគ្នាអាចរកមើលនៅក្នុងអ៊ីនធឺណិតអញ្ចឹងណាជាលក្ខណៈ PDF អីផ្សេងៗហ្នឹងទៅអាច print ចេញមកกระดาษ A4 ក៏បានឬក៏មើលនៅក្នុងកុំព្យូទ័រឬក៏ទូរស័ព្ទក៏បានដែរតែខ្ញុំធានាថាសភៅនេះនឹងឲ្យអ្នកនរគ្នាផ្លាស់ប្ដូរពីចិត្តគំនិតរបស់ខ្លួនឯងខ្លាំងហ្មង